Hello everyone, welcome to back my video. អូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងប្រៀនអ្នកនរគ្នាអំពីការបង្កើតផែនទីដែលលោកគ្រូបានឲ្យអញ្ចឹងដើម្បីបង្កើតនៅ Google Engine ហ្នឹងយើងធ្វើការចូលក្នុង Google Engine សិនអញ្ចឹងយើងធ្វើការចូលទៅក្នុងហើយយើងចុច Get Start ដើម្បី login ចូល account របស់យើងដែលបានបង្កើតហើយយើងជ្រើសរើស account ណាមួយឧទាហរណ៍នេះជា account របស់ខ្ញុំអញ្ចឹងខ្ញុំចុច Continue ដើម្បីបន្តចូល account របស់ខ្ញុំតមកយើងចុចកន្លែង click here នៅក្នុងក្រុមដើម្បីចូល account របស់យើងអូខេអញ្ចឹងដល់ពេលដល់ Google Engine ហើយអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាហេតុម៉េចវាអត់ load នៅអក្សរ2ជួរនៅលើអញ្ចឹងដើម្បី load បានគឺយើងត្រូវតែស្វែងរកនៅប្រទេសកម្ពុជាយើងសិនចំណុចដែលយើងចង់ដើរអញ្ចឹងពេលដែលយើងរកចំណុចដែលយើងចង់ដើរហើយឥឡូវឧទាហរណ៍ខ្ញុំដាក់នៅស្រុកមួយនៅក្នុងប្រទេសកម្ពុជាចង់គេអញ្ចឹងយើងត្រូវពេលយើងដឹងហើយយើងងាកមកឆ្វេងដៃមើលនៅកន្លែងដូចសញ្ញាពេទ្យហ្នឹងដែលមានគេ add mark អញ្ចឹងយើងចុច add mark ហ្នឹងទៅបន្ទាប់មកយើងដើរនៅចំណុចដែលយើងចង់ដើរអូខេអញ្ចឹងបន្ទាប់ពីយើងដើរហើយនេះលេខនៅខាងលើចំនួន2ជួរហ្នឹងគឺវានឹង load មកអញ្ចឹងអ្នកគ្នាថាអត់ដឹងថាម៉េចឲ្យអាលេខទាំងពីរហ្នឹង load មកអញ្ចឹងនេះដូចនៅក្នុងរូបភាពដែលអ្នកនរគ្នាពីច្រើនសួរខ្ញុំថាអាហ្នឹងគេធ្វើមកយុទ្ធបានមកអញ្ចឹងវាអត់អីពិបាកគ្រាន់តែយើងដើមផែនទីមកគឺវា load ឲ្យហើយតែបើយើងអត់ដើរគឺវាអត់ load ឲ្យទេអញ្ចឹងបន្ទាប់ពីអញ្ចឹងហើយដើម្បីដកវាបានយើងចុចឡើងសញ្ញាដៃហើយចុចឡើង stop drawing ដើម្បីកុំឲ្យវាប៉ះពាល់ទៅដល់ map យើងបន្តទៀតបន្ទាប់ពីយើងធ្វើការហ្នឹងហើយយើងធ្វើការចូលទៅក្នុង Telegram នៅក្នុងក្រុមរបស់យើងហ្នឹងដើម្បី copy code ដែលខ្ញុំបានផាសចូលទៅក្នុងក្រុមអញ្ចឹងការ copy មកស្ដាំ copy ហើយយើងនឹងធ្វើការផាសនៅកន្លែងហ្នឹងអញ្ចឹងបន្ទាប់ពីយើងផាសហើយយើងចាប់ដើមចុច run នៅខាងលើយើងចុច run អូខេបន្ទាប់ពីយើងចុច run ហើយគឺវានឹងដំណើរការឲ្យយើងហើយចាំបន្តិចដោយសារតែនៅកន្លែងខ្ញុំវា slow នេះអូខេអញ្ចឹងវានឹងចេញរូបរាងមកម្ដងតិចអញ្ចឹងដូចជាអត់មានអីពិបាកទេសម្រាប់កិច្ចការដែលលោកគ្រូឲ្យធ្វើអញ្ចឹងOkay, thank you everyone for watching my video and see you next time សង្ឃឹមថាអ្នកនរគ្នាយើងអ្នកនរគ្នាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ Okay, goodbye everyone